ប្រាំអឺក៏បានសួរសំណួរមួយនៅក្នុងវីដេអូនេះដែលសំណួរគាត់សួរថាតើ AIDS ហ្នឹងគឺជាជំងឺគេដែល AIDS ហ្នឹងគឺមានឈ្មោះពេញថា Acquired Immune Deficiency Syndrome មានន័យថា AIDS ហ្នឹងគឺជាដំណាក់កាលចុងក្រោយនៃការឆ្លងមេរោគ HIV បន្ទាប់ពីមេរោគ HIV ហ្នឹងបានចូលទៅបំផ្លាញប្រព័ន្ធការពាររាងកាយដែលជាហេតុបើកឱកាសឲ្យជំងឺឱកាសនិយមជាច្រើនផ្សេងទៀតឱកាសក្នុងការវាយលុកប្រព័ន្ធការពាររាងកាយដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយហ្នឹងគឺមានការខូចខាតយ៉ាងធ្ងន់ធ្ងរដែលវាអាចបង្កឲ្យមានជំងឺល្បែងជំងឺសួតជំងឺបង្កឡើងដោយផ្សិតនិងជំងឺហារីហើយមានជំងឺជាច្រើនផ្សេងទៀតតែចំណុចដែលយើងគួរឲ្យកត់សម្គាល់វាអាចប៉ះពាល់ទៅដល់ជីវិតថែមទៀតផងសរុបមកយ៉ាងខ្លីជំងឺ AIDS ហ្នឹងគឺជាស្ថានភាពជំងឺដែលលេចឡើងនៅពេលដែលមេរោគ AIDS ហ្នឹងបានធ្វើឲ្យខូចប្រព័ន្ធការពាររាងកាយហ្នឹងយ៉ាងធ្ងន់ធ្ងរចឹងបានន័យថាតើតែមានជំងឺ HIV ហ្នឹងទើបធ្វើឲ្យមានជំងឺ AIDS ហ្នឹងនេះគឺជាការស្រាវជ្រាវរបស់ខ្ញុំដែលខ្ញុំបានស្វែងរកបើសិនជាបងណាដែលបានរៀនច្រើនតាក់ទងមួយជំងឺមួយនេះអាចជិះតាក់នៅខាងក្រោមខមមិននេះបាន